ថ្ងៃនេះឃើញត្រីងៀតនៅសល់ច្រើនចឹងទៅអត់ដឹងធ្វើម្ហូបអីក៏បានទៅផ្សារទិញស្វាយបាន2ផ្លែទឹកត្រីមកទៅយកធ្វើជ្រក់ស្វាយបន្ទាប់ជាមួយត្រីចៀនទៅហូបបាយដោយសារថ្ងៃអាទិត្យដាច់លុយដែរចឹងទៅឃើញត្រីងៀតនៅសល់ក៏យកវាមកច្នៃធ្វើម្ហូបទៅហូបបាយទៅហើយឃើញម្ហូបត្រីងៀតបន្ទាប់ជាមួយជ្រក់ស្វាយចឹងនឹកឃើញដល់ពេលនៅស្រុកពេលរដូវធ្វើស្រែចឹងទៅខែព្រោះស្រូវវិចបាយទៅដាំបាយហើយធ្វើម្ហូបធ្វើអីទៅស្រែយកទៅហូបបាយនៅស្រែហើយបានលេខភ្លៀងទៀតកាត់តែឆ្ងាញ់ចឹងទេដាំបាយអីធ្វើម្ហូបអីនៅស្រែហូបបាយឆ្ងាញ់ខ្លាំងមែនតើហើយនេះស្ការភាពពេលចិត្តស្វាយយើងចិត្តសបកហើយអស់ហើយតមកយកស្វាយទៅលាងទឹកបន្ទាប់មកយើងចាប់ដើមដាក់ឈូសស្វាយដាក់ចូលក្នុងនេះអញ្ចឹងហើយបន្ទាប់មកយើងឈូសស្វាយអីហើយអស់រួចរាល់ចាប់ដើមដាក់គ្រឿងចូលដាក់ហាន់ខ្ទឹមចូលក្នុងស្វាយហ្នឹងហើយបន្ទាប់ពីហាន់ខ្ទឹមហាន់អីរួចរាល់ហើយចាប់ដើមដាក់ហាន់ម្ទេសចូលហើយម្ទេសក្នុងហ្នឹងដាក់2គ្រាប់តែចឹងក្រោយថែម2គ្រាប់ទៀតដោយសារឃើញម្ទេសរាងតិចពេកអញ្ចឹងណាហើយហូបម្ទេសច្រើនពេកមុខឡើងមុនពេញហ្នឹងហើយនេះគឺបន្ទាប់ពីហាន់ម្ទេសហើយយើងចាប់ដើមដាក់ហាន់ស្លឹកខ្ទឹមចូលបន្ទាប់មកដាក់ទឹកត្រីចូលហើយដាក់ប៊ីចេងដាក់ស្ករបន្ទាប់មកយើងចាប់ដើមដាក់ច្បល់ចូលគ្នាឲ្យសព្វជាតិអីចឹងណាយើងចាប់ដើមច្បល់ជ្រក់ស្វាយនឹងដាក់ចូលឲ្យសព្វគ្រឿងអស់មកហើយនេះគឺសកម្មភាពពេលច្បល់ស្វាយនឹងហើយបន្ទាប់មកគឺស្វាយរបស់យើងគឺជ្រក់បានឆ្អិនហើយបន្ទាប់មកយើងចាប់ដើមដាក់ដួសដាក់ចាននេះគឺជ្រក់ស្វាយបានឆ្អិនហើយអ្នកទាំងអស់គ្នាបន្ទាប់ពីធ្វើជ្រក់ស្វាយរួចហើយចាប់ដើមដាក់កាច់កែដាក់ចៀនត្រីគឺយើងចាប់ដើមដាក់ប្រេងស្តែកចូលក្នុងឆ្នាំងខ្ទះហើយចាប់ដើមដាក់ត្រីចៀនអញ្ចឹងណាត្រីចៀននឹងត្រីយូរដែរប្រឡាក់អញ្ចឹងទៅដាក់ចៀនអស់ទៅទុកយូរក៏អត់កើតដែរហើយបន្តមកដាក់សាច់ជ្រូកចូលបន្តមកគឺត្រីបានឆ្អិនហើយគឺយើងចាប់ដើមដាក់ដួសដាក់ចានហើយឃើញមុខម្ហូបហ្នឹងនឹកឃើញតែពេលនៅស្រែទេអ្នកទាំងគ្នានៅស្រែតែបានម្ហូបប៉ុណ្ណឹងហូបបាយឆ្ងាញ់យំអស់ហើយបន្តមកគឺយើងចាប់ដើមហូបបាយអញ្ចឹងណានេះគឺយើងបានត្រីងៀតហើយនឹងសាច់ជ្រូកចៀនបន្ទាប់ជាមួយជ្រក់ស្វាយគឺទំនងខ្លាំងមែនតើបើសិនបានហូបនៅស្រែទៀតជាតិយកទៅណាមិនអស់ហើយគឺយើងហូបបាយហូបអីទៅដោយសារតែព្រឹកមិញមុនបានទៅផ្សារនឹងត្រូវទិញមេរៀនកត់អីដែរដោយសារសប្តាហ៍ក្រោយប្រឡងហើយនេះសកម្មភាពពេលហូបបាយនឹងហូបបាយជាមួយសាច់ជ្រូកផងហូបជាមួយត្រីចៀនផងបន្ទាប់ជាមួយជ្រក់ស្វាយគឺឆ្ងាញ់ខ្លាំងមែនតើហើយហូបបាយហូបអីហើយយើងចាប់ដើមហូបទឹកហូបអីចឹងណាគឺតកនឹងទិញមកតាំងពីព្រឹកនឹងទិញដាក់ថង់មកតែដាក់ចូលតកធុងអត់អស់ចឹងទៅដាក់ក្នុងថង់ទុកហូបទៅហើយនេះគឺជាសកម្មភាពព្រឹកមិញពេលកត់មេរៀននឹងគឺមេរៀនច្រើនខ្លាំងតែនៅ8មេរៀនកត់មេរៀនប្រវត្តិវិទ្យាបន្ទាប់មកគឺយើងចាប់ដើមទិញមេរៀនហើយនៅមុខវិជ្ជាផ្សេងទៀតតែបានថតទៀតសារវីដេអូហ្នឹងវារៀងវែងដែរនេះថតត្រឹមតែមុខវិជ្ជាប្រវត្តិហ្នឹងទេថតពេលកត់មេរៀនហ្នឹងហើយពេលទិញមេរៀនអញ្ចឹងណាគឺមេរៀនច្រើនខ្លាំងមែនតើអ្នកទាំងអស់គ្នាប៉ុន្តែចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់កន្លែងខ្ញុំទិញមេរៀនដែរប៉ុន្តែសាកចាប់សម្លេងនឹងស្ដាប់ទៅគឺសម្លេងនឹងរោគរ៉ាវាលឺសំឡេងអីរំខានក្រៅអញ្ចឹងទៅក៏អត់បាននេះទេហើយនេះសកម្មភាពព្រឹកមិញបោះបន្ទប់បោះអីចឹងណាមុននេះហើយបន្ទាប់មកយើងចាប់ដើមដាក់ដាំបាយគឺនេះសកម្មភាពដាំបាយពេលព្រឹកមិញមុនទៅផ្សារហ្នឹងគឺយើងដួសអង្ករដួសឲ្យឃើញអាវកន្លែងនេះទីច្រឡំថាអីគេតែពិតអាវកកពីខ្នងទីអ្នកទាំងអស់គ្នាយើងដួសអង្ករដួសអីដាក់ដាំបាយហើយនេះសកម្មភាពពេលដាក់ដាំបាយនៅអ្នកទាំងអស់គ្នាហើយនេះគឺវីដេអូព្រឹកមិញអ្នកទាំងអស់គ្នាក្រោកមកគឺមេឃបើថ្ងៃរះអញ្ចឹងណាហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត